大家好 Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់ដឹងថាអ្នកដែលគាត់ចេះរាប់លេខភាសាចិនណាគាត់ដឹងថាតើយើងមានសញ្ញាសម្គាល់ដែរឬទេអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាពីលេខ1ដល់លេខ10គឺយើងអានថា i លេខ1 លេខ2 san លេខ3 s លេខ4 u លេខ5អញ្ចឹងក្នុងចំណោម1ដល់5ហ្នឹងគឺយើងងាយស្រួលក្នុងការធ្វើដៃមែនតើចុះអ្នកទាំងអស់គ្នាដឹងអត់ថាពីលេខ6ដល់លេខ10គឺយើងមានសញ្ញាសម្គាល់ឬក៏ការធ្វើដៃបែបម៉េចដែរឥឡូវយើងចូលទៅកាន់វីដេអូចាអ្នកទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមធ្វើដៃឬក៏គេហៅថាសញ្ញាសម្គាល់ពីលេខ6ដល់លេខ10នៃចិនទាំងអស់គ្នាអញ្ចឹងចាប់ផ្ដើមពីលេខ6ទៅគឺលាវគឺយើងធ្វើបែបនេះលាវឈីលេខ7ឈីប៉ាលេខ89លេខ9 10លេខ10គឺយើងក្តាប់បែបនេះណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូដែលប្ររៀនអ្នកទាំងអស់គ្នាពីការរាប់លេខ1ដល់10និងសញ្ញាសម្គាល់ផ្សេងៗគឺបានចប់ត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតតាចាអញ្ចឹងសម្រាប់អ្នកដែលគាត់មានចំណាប់អារម្មណ៍ក្នុងការរៀនភាសាចិនគាត់អាចតាក់ទងមកខ្ញុំបានមានថ្នាក់ច័ន្ទសុក្រនិងថ្នាក់សង្កតិបបាយបាយ